បាទមកគិតមកដល់បច្ចុប្បន្ននេះខ្ញុំបាទមានបទពិសោធន៍ក្នុងការរៀបចំប្រព័ន្ធស្រោចស្រពរយៈពេល6ឆ្នាំហើយនៅក្នុងរយៈពេល6ឆ្នាំហ្នឹងគឺយើងបានធ្វើការច្រើនមែនទែនជាមួយនឹងកសិករជាមួយនឹងក្រុមហ៊ុនធំៗដែលធ្វើការដាំដុះទៅលើដំណាំគ្រប់ប្រភេទជាពិសេសគឺដំណាំទុរេនដំណាំដូងដំណាំខ្នុរប្រភេទបន្លែនៅក្នុងផ្ទះសណានេះក៏មានដែរហើយនៅក្នុងនោះផងដែរគឺយើងក៏មានការរៀបចំប្រព័ន្ធស្រោចស្រពមួយទៀតគឺរៀបចំប្រព័ន្ធស្រោចស្រពនៅក្នុងសួនច្បារការជួបប្រទះរបស់កសិករគឺមានច្រើនមែនទែនជាពិសេសទៅលើវិស័យការរៀបចំប្រព័ន្ធស្រោចស្រពមានន័យថាការចេះតគ្នាការរៀបចំខ្លួនឯងហ្នឹងដូចបងប្អូនដឹងហើយព្រោះវាអាចនឹងបើសិនជាត្រឹមតែដីចការឬក៏កសិដ្ឋានរបស់គាត់ទូចមិនមានបញ្ហាទេប៉ុន្តែបើសិនជាចូលខ្នាតធំ5ហាត់10ហាត់20ហាត់100ហាត់ឡើងលើសពីហ្នឹងគឺចាំបាច់ត្រូវការអ្នកជំនាញបច្ចេកទេសប្រឹក្សាយោបល់ឬក៏អ្នកបច្ចេកទេសគឺគាត់ចុះទៅរៀបផ្ទាល់តែម្ដងអញ្ចឹងដំណាំគ្រប់ប្រភេទគឺសិតតែត្រូវការទឹកទាំងអស់គ្រាន់តែថាប្រភេទដំណាំការត្រូវការទឹកហ្នឹងវាមានលក្ខណៈខុសៗគ្នាដំណាំខ្លះទៅត្រូវការទឹកតិចដំណាំខ្លះត្រូវការទឹកច្រើនការរៀបចំប្រព័ន្ធទឹករបស់គាត់អាចថាជាលក្ខណៈប្រពៃណីបើកសិករខ្លះបើដីគាត់តូចល្មមទេពេលខ្លះគាត់មានតែម៉ូទ័រមួយហើយកាន់ទៅយកដើរស្រោចទៅតាមដំណាំហ្នឹងឯងអញ្ចឹងគុណវិបត្តិដែលគាត់ជួបប្រទះហ្នឹងភាគច្រើនគឺគាត់ខាតពេលវេលាច្រើនមែនទែនក្នុងការទៅកាន់ទៅយកស្រោចឬក៏មានបញ្ហាប្រព័ន្ធស្រោចស្រពដែលគាត់រៀបចំខ្លួនឯងអញ្ចឹងហើយបានជាបច្ចុប្បន្ននេះយើងមានក្រុមហ៊ុនដែលរៀបចំប្រព័ន្ធស្រោចស្រពដូច GAN ជាដើមនេះគឺកំពុងតែធ្វើការក៏ជួយសម្រួលទៅលើវិស័យប្រព័ន្ធស្រោចស្រពហ្នឹងអ្វីដែលយើងរំពឹងទុកបច្ចុប្បន្ននេះគឺកសិករគាត់មិនទាន់ផ្លាស់ប្ដូរបរិបទនឹង 100% ទេទី1គឺវាតកតនឹងចំណាយច្រើនទី2គាត់គិតថាការវិនិយោគទៅលើប្រព័ន្ធស្រោចស្រពហ្នឹងគឺមិនទាន់ចាំបាច់ 100% បាទព្រោះពេលខ្លះគាត់អាចស្រោចខ្លួនឯងបានសម្រាប់បងប្អូនដែលដាំបន្លែឬក៏ដំណាំផ្សេងទៀតចឹងខ្ញុំសូមណែនាំផលិតផលមួយប្រភេទដែលនៅជាប់ខ្ញុំនេះគឺជាប្រភេទ Sprinkler Atom 14WSC ដែលជាផលិតផលរបស់ក្រុមហ៊ុន Uzak ដែលយើងនាំចូលផ្ដាច់មុខពីប្រទេសទូគីអានេះយើងចាត់ចូលជាក្បាលសាច់គេហៅថា Sprinkler ពីព្រោះប្រភេទក្បាលសាច់នេះអាចថាសម្រាប់ផ្ទៃដីបងប្អូនជាលក្ខណៈគ្រួសារត្រឹមថាអាចថាធ្វើមហត្តាចុះក្រោមចុះបងប្អូនអាចប្រើប្រាស់ជាប្រភេទនេះបានអ្វីដែលខ្ញុំបង្ហាញនេះគឺជាការរៀបចំប្រព័ន្ធស្រោចស្រពជាប្រភេទក្បាល Sprinkler ដែលយើងស្រោចស្រពព្រោះប្រភេទនេះកម្មរបស់វាអាចសាចបានរហូតដល់14ម៉ែត្រអញ្ចឹងបើយើងគិតពីកត់ផ្ចិតហ្នឹងគឺវាចូលអាចថា28ម៉ែត្រទេបាទក្នុងការសាចជុំវិញនិយាយពីទឹកវិញក្បាលសាចនេះមួយគ្រាប់ហ្នឹងគឺវាអាចបញ្ចេញទឹកបាន2000លីត្រនៅក្នុង1ម៉ោងយើងមានក្រៅពីអាតូម14គឺយើងមានអាតូម 15SC មួយប្រភេទទៀតប៉ុន្តែប្រភេទជ័រដូចគ្នាទេអញ្ចឹងប្រភេទហ្នឹងអាចថាលក្ខណៈខុសគ្នាអាតូម15ហ្នឹងគឺវាបញ្ចេញទឹកបានច្រើនជាងរហូតដល់1500លីត្រហើយកម្មសាចអាតូម15ហ្នឹងវាអាចដល់16ម៉ែត្រហ្នឹងគឺជាលក្ខណៈខុសគ្នាព្រោះថាបរិមាណទឹកហើយនឹងកម្មសាចខុសគ្នាបន្តិចបន្តួចកំឡុងពេលដែលយើងទៅយោឬក៏រៀបចំប្រព័ន្ធផ្សេងវាអាចនឹងមានដីចូលអីតិចតួចនៅចុងទៅយោឬក៏ចុងក្បាលសាចរបស់យើងអញ្ចឹងមុននឹងយើងតេស្តទឹកយើងអាចពិនិត្យមើលវាបាទឬក៏មានសម្រាមអីគេយើងអាចដកចេញបានហើយជាពិសេសប្រភពទឹកដែលយើងបូមមកបើសិនជាទឹកមានចលនាដូចទឹកអូវាអាចនឹងហូរសម្រាមឬក៏កតិទីមកច្រើនខ្លះពេលដែលយើងដាក់ចូលទៅក្នុងទឹកយើងអាចធ្វើសំណាញ់ឬក៏ពាត់ស្បៃជុំវិញទៅដើម្បីវាបឺតទឹកមកវាអាចកាត់បន្ថយសម្រាមដែលធ្វើមកស្ទះក្បាលសាចនេះការថែទាំក៏មិនជាបញ្ហាអីដែរយើងអាចប្រើប្រាស់តាមបច្ចេកទេសដែលក្រុមការងារផ្នែកបច្ចេកទេសយើងបានណែនាំការប្រើប្រាស់សម្ពាធហើយយើងអាសាមើលប្រព័ន្ធផ្សេងព្រោះនៅក្នុងនេះវាមានម៉ាសូពេលខ្លះបើសិនជាមានដីចូលអីវាអាចនឹងកៀងបើសិនជាយើងប្រៀបធៀបរវាងយើងរៀបចំអាចថាយើងបាញ់ដៃស្រោចដៃហ្នឹងគឺចំណេញច្រើនអញ្ចឹងយើងគិតមើលប្រភេទនេះបើសិនជាសាចម្ដងបើយើងគិតពីកម្មពីអីហ្នឹងវាសាចម្ដងបាន600ម៉ែត្រការ៉េជាងខ្ញុំផ្ទៃដីធំអញ្ចឹងយើងអាចថាចំណាយពេលស្រោចទៅត្រឹម20នាទីឬក៏កន្លះម៉ោងគឺវាស្រោចសពជោគហើយមូលហេតុដែលខាងចំការគាត់សម្រេចចិត្តជ្រើសរើសយក model អាតូម 14WSC មកប្រើប្រាស់នៅទីនេះគឺវាស័ក្តិសមទៅនឹងតម្រូវការទឹករបស់ដំណាំរបស់គាត់ដែលដាំនៅនេះក្បាលសាច់នេះវាតូចល្មមដែលអាចឲ្យម៉ូទ័រឬក៏ម៉ាស៊ីនទំហំល្មមអាចរុញឲ្យដំណើរការស្រោចស្រពបានហើយជាពិសេសនៅពេលដែលយើងប្រើប្រាស់ឬក៏ស្រោចស្រពទឹកបានត្រឹមត្រូវសពល្អទៅលើផ្ទៃដីគឺវាធ្វើឲ្យដំណាំដែលយើងធ្វើការដាំដុះហ្នឹងគឺលូតលាស់ល្អព្រោះយើងឲ្យទឹកទៅបើសិនយើងបាញ់ដៃកន្លែងនេះលើសកន្លែងនេះច្រើនកន្លែងនេះតិចអញ្ចឹងការលូតលាស់ក៏អាស្រ័យទៅតាមយើងឲ្យទឹកដែរក៏ប៉ុន្តែបើសិនជាយើងរៀបចំបានស្តង់ដារផ្ទៃដីធំប៉ុណ្ណេះយើងរៀបចំពី1ទៅ1ប្រមាណម៉ែត្រ1ទៅតាមបច្ចេកទេសធ្វើឲ្យនៅលើផ្ទៃដីដែលយើង
đam đo nắng cứ vì thẹn tật mốc ban smile kia lõ tận năm bao nhiêu nắng cứ từ tua ban tật đôi kia dân thưa ở ca lụt lọt bao nhiêu cứ smile kia ban sầm đẹp phục mai ông phone กสิกรទាំងអស់គ្នាបើសិនជាចាប់អារម្មណ៍ទៅលើផលិតផលអាតូម 14WSC ឬក៏អាតូម 15SC ដែលយើងបានបង្ហាញនេះបាទបងប្អូនអាចមានចម្ងល់បន្ថែមបងប្អូនអាចតាក់ទងមកកាន់ខ្ញុំឬក៏តាក់ទងមកកាន់ក្រុមការងារអាច comment នៅក្នុង page ឬក៏ឆាតចូលទៅក្នុង page យើងនឹងមានក្រុមការងាររងចាំទទួលហើយឆ្លើយសំណួរអ្វីដែលពុកម៉ែបងប្អូនមានចម្ងល់អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចាប់អារម្មណ៍បងប្អូនអាចតាក់ទងបានមកតាមលេខទូរស័ព្ទនៅលើនឹងក៏បានដែរបាទអរគុណ